ចេះធៀបពិតមិនរត់ទេរត់នឹងក៏រត់ចង់បានទៅមុនក្រោយគ្នាទេមិនមែនទៅអីដណ្ដើមគ្នាចេញមុនក្រោយព្រោះចង់រៀបជូននៅក្នុងរយៈពេលប្រហែលថ្ងៃតាមថ្លៃការរបស់នគរបាលតោវិញគឺស្ថានភាពក្រក់នៅស្ព័នបែបនេះគឺថៃចូលមក 4,000 ជាងនេះជិត 5,000 ចេញទៅវិញបាត់តែគ្នា 5,000 ជាងអញ្ចឹងចូលទៅមកចេញទៅមកដូចគ្នាប្រហែលព្រោះចង់រៀបជូនថានៅខាងយើងនេះមានកន្លែងធ្វើការពេលថ្ងៃផងពេលយប់ផងអញ្ចឹងអ្នកដែលធ្វើការពេលយប់ព្រលឹមឡើងក៏ចូលមកអ្នកធ្វើការពេលនិយាយចំរៀបជូនអ្នកធ្វើការពេលយប់ពេលថ្ងៃព្រលឹមឡើងចូលមកហើយអ្នកធ្វើការពេលយប់ព្រលឹមឡើងចេញទៅវិញបាទមិនស្មានកាប់ហាត់ដូចរកអភិបាលខេត្តប្រសិទ្ធនេះរដ្ឋាភិបាលលោកបានកាត់សូមឲ្យពលករនៅខ្មែរនេះចង់ចាក់ចេញអីមកអាចចង់បានទោះបីជាមិនមានច្បាប់គ្រប់គ្រាន់ឲ្យតែខ្មែរចូលមកអត់នៅច្រកនេះជាអតិថិជនសម្រាប់ពលកររបស់យើងលោកជួយចាក់ចេញមកតាមផ្លូវនេះទេហើយខេត្តបានរៀបចំយ៉ាងម៉េចប្រសិនបើមានការរៀបចំទៅជួយដឹកជញ្ជូនយ៉ាងម៉េចហើយម្ដងនេះមានឡានសេគូពីខាងពេញខាងអីមកជួយត្រៀមដឹកនេះប្រសិនបើចង់រៀបជូនសារច្រកទៅជាផងផ្នែកជាដកសម្រាប់ទឹកឆ្កហើយសម្រាប់បងប្អូនរដ្ឋចេញចូលអញ្ចឹងច្រកមួយដូចកាលពី2014កន្លងមកគឺថៃចាប់ជូនបងប្អូនពលករមកតាមរយៈច្រកនេះអញ្ចឹងយើងខ្ញុំក៏ត្រៀមលក្ខណៈរួចហើយប្រសិនជាមានបងប្អូនពលករគាត់ត្រឡប់មកវិញចូលទៅប្រទេសកម្ពុជាតាមរយៈទូខាងគាត់ក្នុងនាមរដ្ឋបាលខេត្តគឺបានត្រៀមលក្ខណៈរួចហើយទី1គឺទីតាំងសម្រាប់រថទទួលគាត់ដើម្បីគាត់ឈ្មោះគាត់នៅភូមិណាដើម្បីស្រួលគាត់ទី2យើងត្រៀមរថយន្តតែឡងមកសូមអរគុណប្រាប់មកដូចជាសូមសុខការឲ្យរថយន្តដល់15ហើយរបស់ខ្ញុំមក40គ្រឿងយើងបានត្រៀមលក្ខណៈនោះដែរហើយទី2ថែមមួយទៀត6រដ្ឋាភិបាលក៏បានឲ្យរាជធានីភ្នំពេញត្រៀមរថយន្តមួយចំនួនបន្ថែមទៀតដើម្បីជួយដឹកជញ្ជូនពួកគាត់អញ្ចឹងខ្ញុំត្រៀមលក្ខណៈបាននេះដែរទី1សម្ចតរយៈពេលខ្លីសម្រាប់បងប្អូនពលករហើយទី2សម្ចតរយៈពេលយូរនៅពេលដែលសម្រាប់បងប្អូនពលករគាត់ពិបាករកសាច់ញាតិឬអីយើងត្រៀមលក្ខណៈទៀតហើយក៏យើងត្រៀមស្បៀងក៏អាហារសម្រន់សម្រាប់ពួកគាត់រកហើយបានយើងត្រៀមលក្ខណៈរួចហើយបាទមានន័យថាប្រសិនបើមានពលករតែតាមស្មានមើលតែជា